ពិភពធម្មជាតិពោរពេញទៅដោយសត្វគ្រោះថ្នាក់ជាច្រើនប៉ុន្តែមិនមានសត្វណាមួយអាចប្រៀបបាននឹងអំណាចនិងកេរ្តិ៍ឈ្មោះដ៏គួរខ្លាចរបស់ក្រពើទឹកប្រៃឡើយវាត្រូវបានគេស្គាល់ថាជាសត្វល្មូនដែលមានទំហំធំបំផុតនៅលើផែនដីហើយបានគ្រប់គ្រងទន្លេនិងឆ្នេរសមុទ្រអស់រយៈពេលរាប់លានឆ្នាំមកហើយវាស្ងៀមស្ងាត់វាអត់ធ្មត់និងមានកម្លាំងខ្លាំងក្លាវាជាអ្នកប្រមាញ់ដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងពិភពសត្វហើយវានោះគឺក្រពើទឹកប្រៃឬ saltwaterក្រពើប្រភេទនេះត្រូវបានគេរកឃើញនៅតំបន់អាស៊ីនិងអូសេអានីវារស់នៅភាគខាងជើងនៃប្រទេសអូស្ត្រាលីក៏ដូចជាប្រទេសនៅអាស៊ីអាគ្នេយ៍ដូចជាឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីទោះបីវាមានឈ្មោះថាក្រពើទឹកប្រៃក៏ដោយវាមិនបានរស់នៅតែទឹកប្រៃប៉ុណ្ណោះទេវាអាចរស់នៅតាមទន្លេបឹងនិងតំបន់ជិតសមុទ្រផងដែរដែលសមត្ថភាពនេះធ្វើឲ្យវាអាចសម្របខ្លួនបានយ៉ាងល្អនិងមានការរស់នៅប្រកបដោយឫទ្ធិអំណាចក្រពើទឹកប្រៃមានទំហំធំខ្លាំងណាស់ក្រពើឈ្មោលអាចមានប្រវែងដល់ទៅ6ទៅ7ម៉ែត្រនិងមានទម្ងន់លើសពី1000គីឡូក្រាមរាងកាយរបស់វាត្រូវបានគ្របដោយស្បែករឹងដូចជាអាវការពារវាមានធ្មេញនិងមានមាត់ដែលមានកម្លាំងខាំខ្លាំងបំផុតបើធៀបនឹងសត្វនៅក្នុងពិភពលោកភ្នែកនិងរន្ធដង្ហើមរបស់វាស្ថិតនៅលើក្បាលដែលអាចអនុញ្ញាតឲ្យវាលាក់ខ្លួនក្រោមទឹកបានយ៉ាងជិតទាំងស្រុងខណៈពេលដែលកំពុងមើលចំណីក្រពើទឹកប្រៃគឺជាអ្នកប្រមាញ់ប្រភេទស្ទាក់ចាប់វាមិនត្រូវបានរត់យូរដើម្បីចាប់ចំណីទេប៉ុន្តែវាពឹងផ្អែកទៅលើការរងចាំយ៉ាងអត់ធ្មត់នៅក្នុងទឹកវាស្ថិតនៅស្ងៀមនៅក្នុងទឹកដូចជាឈើមួយដុំនៅពេលដែលចំណីមកជិតវានឹងវាប្រហារយ៉ាងឆាប់រហ័សនិងខ្លាំងក្លាបំផុតបច្ចេកទេសដ៏គួរខ្លាចមួយគឺគេហៅថាការបង្វិលស្លាប់ហើយការបង្វិលស្លាប់នេះគឺមានថាគឺជាការវាត់ក្រទុយរបស់វាដើម្បីវាលុកទៅលើសត្រូវឬក៏វាលុកទៅលើចំណីរបស់វាក្រពើទឹកប្រៃជាប្រភេទសត្វដែលស៊ីសាច់ជាអាហារវាស៊ីបានស្ទើរតែទាំងអស់នៅចំណីដែលវាចាប់បានវាស៊ីត្រីបក្សីនិងប្រភេទសត្វផ្សេងៗទៀតដែលជាប្រភេទសត្វលំបើដោះដូចជាក្តាន់គោពពែជាដើមជាស្ដែងក្រពើធំៗអាចប្រមាញ់សត្វធំៗបាននៅករណីខ្លះវាក៏អាចវាយប្រហារទៅលើមនុស្សផងដែរក្រពើទឹកប្រៃត្រូវបានគេចាត់ទុកថាជាសត្វដែលមានគ្រោះថ្នាក់មួយនៅលើផែនដីលហេតុនោះគឺដោយសារតែវាមានកម្លាំងខ្លាំងនិងមានល្បឿនលឿនជាពិសេសការវាយប្រហារនៅក្នុងទឹករបស់វាមានលក្ខណៈការពារទឹកដីខ្លាំងមែនទែនគឺមានន័យថាវាហ៊ូមហែងនៅតំបន់របស់វាមិនអនុញ្ញាតឲ្យប្រភេទសត្វផ្សេងៗឬក៏មនុស្សទៅយាយីនៅតំបន់របស់វាឡើយប្រសិនបើមានករណីមនុស្សឬក៏មានសត្វណាមួយចូលបំពាននៅទឹកដីរបស់វានឹងវាយប្រហារដោយគ្មានការព្រមានជាមុនឡើយដោយសារតែលក្ខណៈទាំងនេះហើយដែលវាបង្កហេតុនិងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់មនុស្សអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺក្រពើទឹកប្រៃ
អាចធ្វើដំណើរឆ្ងាយតាមសមុទ្រវាអាចប្រើចរន្តទឹកដើម្បីធ្វើដំណើរពីកោះមួយទៅកោះមួយឬពីសមុទ្រមួយទៅសមុទ្រមួយទាំងអស់នេះបានបង្ហាញថាវាមិនត្រឹមតែមានកម្លាំងខ្លាំងប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងមានសមត្ថភាពអាចសម្របខ្លួនបានយ៉ាងល្អផងដែរសរុបមកកម្លាំងការលាក់ខ្លួននិងភាពវៃឆ្លាតរបស់វាធ្វើវាខ្លាចជាសត្វមួយប្រភេទដែលត្រូវបានគេកោតខ្លាចនិងប្រុងប្រយ័ត្នខ្ពស់